សួស្តីអ្នកទាំងអស់គ្នាបាទយើងត្រឡប់ជួបគ្នាម្ដងទៀតជាមួយនៅរឿងព្រេងនិទានទេវតាបារាណឈិនមកនៅភាគទី76បន្តទៀតដែលភាគនេះដែរគឺកាន់តែរន្ធត់ជាងភាគមុនទៅទៀតដូច្នេះហើយកុំឲ្យខាតពេលយូរយើងជួយទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅព្រះសង្ឃប៊ូសានឹងក៏បានលោកដែរទៅចាប់ស្មាវិនស៊ូនៅពេលដែលវិនស៊ូងាកមកវិញកែភ្នែកបកតក៏មានឈាមហូរយ៉ាងខ្លាំងក្បាលក៏ជ្រុះចេញពីស្មាភ្លាមៗតែម្ដងធ្វើឲ្យសង្ឃប៊ូសានឹងផិតភ័យជាខ្លាំងប្រាប់ទៅកាន់ពួកគេទាំងអស់គ្នាទៀតថាត្រូវមានការប្រុងប្រយ័ត្នបន្តិចអាចជាមានអ្នកខ្លាំងដែលនៅខាងក្នុងផ្ទះនោះហើយម្នាក់ៗនឹងក៏បានបោះជំហានទៅក្រោយយឺតសង្ឃប៊ូសាក៏បានលួចមើលតាមចន្លោះបង្ហោងនៃទ្វារថែមទាំងបានបើកនៅខែលមួយការពាររួចជាស្រេចខណៈពេលនោះវាបើកភ្នែកម្ដងទៀតយ៉ាងធំពន្លឺក្រហមមួយដូចជាផ្លែដាវក៏ហោះកាត់រាងកាយក្នុងពេលនោះមួយរំពេញរាងកាយខ្ចប់ផ្ដើមទន់បន្តិចម្ដងរហូតដល់ក្បាលជ្រុះចេញពីស្មាម្ដងទៀតធ្វើឲ្យសមាជិកដែលនៅទីនោះកាន់តែផិតភ័យខ្លាំងឡើងពួកគេដកអាវុធត្រៀមនៅក្នុងដៃពន្លឺក្រហមក៏ផ្ទុះចេញពីផ្ទះនោះសាជាថ្មីស្របពេលជាមួយនឹងពន្លឺនៃផ្លែដែលជាច្រើនក៏បានហោះកាត់នៅបំពង់ករបស់ពួកគេលើកលែងតែឈៀងសាន់តែប៉ុណ្ណោះដែលអាចគេចទាន់មនុស្សជាច្រើនត្រូវបានស្លាប់ដោយក្បាលជ្រុះចេញពីខ្លួនឈៀងសាន់មានការសង្ស័យជាមួយនឹងស្នៀតដាវអំបញ្ញមិញនេះក៏បានទៅពិនិត្យនៃសាកសពនៃអ្នកកុណនិយមម្នាក់ដែលគាត់បានពិនិត្យឃើញនៅភ្នែកខាងស្ដាំមុនពេលដែលស្លាប់ទៅតែពួកគេបានសម្លឹងទៅកាន់ផ្ទាំងគំនូរមួយកន្លែងនៅក្នុងផ្ទះវាកំពុងតែកម្រើងផ្កាតកដែលបង្ហាញអំពីភាពត្រជាក់នៅតែបន្តធ្លាក់ក្រោកដណ្ដំពេញទីនោះសិនបោះមិនអាចឈរមើលបានតទៅទៀតនោះទេខណៈពេលដែលវាបានសម្លាប់នៅសមាជិករបស់ខ្លួនជាច្រើនរោងវានឹងកំទេចនៅផ្ទាំងគំនូរនោះចោលព្រះចាឈីងសាន់ក៏បានស្រែកខាត់យ៉ាងលឿនកុំឲ្យប៉ះពាល់នៅផ្ទាំងគំនូរនោះអីសោះតែវាយឺតពេលទៅហើយកណ្ដាប់ដៃនៃរូបអវតារចង្ថងក៏បានវាបំបែកនៅទ្វារផ្ទះនោះក៏ធ្វើឲ្យប្រេះភ្លាមពន្លឺលហិតចេញពីរូបគំនូរនោះប្រែក្លាយទៅជាពន្លឺនៃផ្លែដាវបាញ់សាយទៅលើខ្លួនប្រាណរបស់ពួកគេចាប់ផ្ដើមស្លាប់ជាបន្តបន្ទាប់នៅសល់អ្នកកុណនិយម5រូបចុងក្រោយក្នុងនោះគឺមានសាន់រិនជាមួយនឹងព្រះចាឈីងសាន់ផងដែរជាងឃើញថាមានឈាមជាច្រើនធ្លាក់មកខាប់ចេញពីរូបគំនូរនោះតែខ្លួនប្រាណរបស់ឡុងផាំងហ៊ូយីនញ័រទៅត្រើតដូចជាឆក់ខ្សែភ្លើងទោះយ៉ាងណាក៏ដោយក៏ពួកគេមិនហ៊ានបើកភ្នែកមើលនោះដែរលើផ្ទាំងគំនូរនេះដែរគឺមាននៅរោងបរោះម្នាក់ដូចជាអ្នកកុណនិយមតាមពិតទៅគាត់មិនមែនជាបិសាចនោះទេតែព្រលឹងរបស់គាត់ក៏បានផុសចេញពីផ្ទាំងគំនូរនោះយឺតជាមួយនឹងឈាមជាច្រើនដៃកាន់នៅដាវដ៏មុតស្រួចមួយដើមបន្តដំណើរទៅខាងមុខគាត់បើកភ្នែកឡើងបន្តិចបង្កើតទៅជារលកនៃលោហិតជំហានយឺតដូចជាឈរនៅលើផ្ទៃទឹកឆ្ពោះទៅរកពួកគេទាំង5រោងឈីងសានបានត្រឹមតែភ្ញាក់ផ្អើលតែប៉ុណ្ណោះទោះបីជាការបង្កើតរបស់ឈីងសានឈានទៅដល់ដែនដីស្លាប់រស់ក៏វាមានអារម្មណ៍ថាគួរឲ្យខ្លាចខ្លាំងមែនទែននៅបរិសម្នាក់នេះមិនបង្អង់ពេលយូរព្រលឹងនោះក៏បានលើកនៅដាវក្រវីមួយឆ្វាយកាត់ផ្ដាច់នៅបំពង់ករបស់ពួកគេបំផ្លាញនៅផ្ទះដែលនៅខាងក្រោយទៀតផងរូបអវតារយ៉ាងធំចំនួនទាំង5ត្រូវបានរលាយភ្លាមរាងកាយដើមក៏បានធ្លាក់ចុះទៅក្រោមដូចគ្នាផងដែរមួយជំហានរបស់គាត់ដូចជាការបំបាំងខ្លួនទៅខាងមុខយ៉ាងលឿនចាប់ដាវក្រវីសាជាថ្មីឬសូតែផ្លែដាវជ្រៀកនៅរាងកាយរបស់ពួកគេមួយដាវដាច់ខ្លួនមួយដាវដាច់កធ្វើឲ្យឈីងសានកាន់តែមានការផិតភ័យនៅសល់តែគាត់ម្នាក់ឯងព្រោះតែអស់ជំរឿក៏បានប្រើប្រាស់នូវស្នេហ៍ដាវដ៏ខ្លាំងក្លារបស់ខ្លួនដើម្បីវាបកវិញតែចរណារបស់អ្នកគុនដាវម្នាក់នោះវាហាក់បីដូចជាសាហាវខ្លាំងពេកដើម្បីបំផ្លាញនៅដាវដែងទាំងអស់នោះចោលភ្លាមមួយរំពេញបន្ទាប់មកព្រលឹងនៃអ្នកគុណនិយមម្នាក់នោះក៏បានប្រើប្រាស់នូវស្នេហ៍ដាវមានតែមួយលើលងដណ្ដើមនៅរាជបល្ល័ង្កត្រឡប់មកវិញពន្លឺនៃផ្លែដាវក៏បានទម្លុះនៅរាងកាយរបស់ឈីងសានធ្វើឲ្យដួលធ្លាក់ទៅខាងក្រោមភ្លាមតែម្ដងមិនដឹងថាគាត់មានប្រវត្តិយ៉ាងណានោះទេមើលទៅគាត់ដូចជាអធិរាជកមេតបដ៏ខ្លាំងក្លាម្នាក់ដែលបានស្លាប់ពីអតីតកាលគាត់ត្រូវតែការពារនៅទឹកដីរបស់ខ្លួនហើយសម្លៀកបំពាក់នៅលើខ្លួនរបស់គាត់គឺពាក់តាំងពីពេលដែលគាត់នៅរស់មកម្ល៉េះគាត់អង្គុយនៅលើដើមឈើមួយកន្លែងរលកនៃលោហិតក៏បានរលាយប្រែក្លាយទៅជាដីព្រិលធម្មតាដំណក់ឈាមនៅតែបន្តធ្លាក់ចេញពីខ្លួនប្រាណរបស់គាត់ហើយគាត់ក៏បានត្រឡប់ទៅកាន់រូបផ្ទាំងគំនូរដើមរបស់ខ្លួនវិញតែមិនបានចូលទៅក្នុងរូបគំនូរនៅឡើយនោះទេខ្លួនប្រាណក៏បានរលាយទៅជាលោហិតព្រះសូរិយាក៏បានចាំងជះពីពេញផ្ទៃនៃបន្ទប់ឈិនមកក៏បានបើកភ្នែកឡើងក៏ប្រាប់ឲ្យអ្នកទាំងពីរបើកភ្នែកដូចគ្នាពួកគេគិតថាផ្ទាំងគំនូរនេះគឺទទេស្អាតដែលមិនមានអ្វីនៅលើនោះទេហេតុអីគ្រាន់តែមើលក៏វាគ្រោះថ្នាក់ដល់ថ្នាក់នេះឈិនមកថែមទាំងបានដាស់នៅអតិទេពទូធានថែមទៀតផង
នៅក្នុងភូមិពួកគេបានឃើញនៅសាកសពនៃអ្នកកូននិយមជាច្រើនដែលបានស្លាប់គោជើងគ្នាមានទាំងលើដីនិងលើដើមឈើទីនោះក៏រងនឹងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរមិនមានខ្លួនប្រាណណាដែលនៅជាប់គ្នានោះទេពួកគេមានការងឿងឆ្ងល់ជាមួយនឹងផ្ទាំងគំនូរនេះជាខ្លាំងឈិនម៉ូប្រាប់ទៀតថាគំនូរអ្នកដែលត្រូវបានគូសដោយលោកតាថ្លង់ដែលគាត់បានបន្សល់ដង្ហើមនៃព្រលឹងចូលទៅក្នុងនោះតែទីទេពទូធានគិតថាគ្រាន់តែជាផ្ទាំងគំនូរមួយផ្ទាំងតែប៉ុណ្ណោះវាគ្មានអ្វីដែលគួរខ្លាចនោះទេដរាបណារាងកាយពិតរបស់វារស់ឡើងម្ដងទៀតវានិយាយបណ្ដើកវីក្បាលបណ្ដាដែលគូសោកស្ដាយដែលរាងកាយរបស់វាត្រូវបានខំខាំងនៅក្នុងខ្លួនប្រាណមនុស្សយន្តដែកនេះហេតុអីក៏ឯងមិនព្រមបំបែកនៅត្រានោះចោលទៅនៅពេលដែលស្មារតីរបស់ខ្ញុំត្រឡប់មកកាន់ទូធានវិញវានឹងអាចជួយជើងនៅក្នុងពិភពមួយនេះសាជាថ្មីឈិនមកក៏បានតបភ្លាមតែម្ដងបើសិនជាគាត់ធ្វើបែបនេះលោកនឹងរត់ចោលខ្ញុំមិនខាននោះទេលោកនឹងលាក់ខ្លួនលាក់ទាំងរាងកាយរបស់លោកថែមទៀតហើយបើសិនជាគាត់ឲ្យបិសាចទូធានចេះនៅវិជាគុណនោះគឺវាអាចបំបែកនៅត្រានោះបានដោយខ្លួនឯងយ៉ាងណាក៏ដោយឈិនម៉ូនៅតែមានការសង្ស័យមិនទាន់ជឿទុកចិត្តអតិទេពទូធាននៅឡើយនោះទេពួកគេត្រូវតែបន្តដំណើរទៅខាងមុខទៀតធ្វើយ៉ាងណាក៏ដោយត្រូវតែឆ្លងកាត់ឲ្យផុតពីស្ពានគូជើមុនពេលព្រះអាទិត្យរៀបលិចត្រូវតែទៅដល់រូនអស្ចារ្យតែលងផឹងក៏បានរអ៊ូរទាំទៀតថាព្រឹកព្រលឹមនេះវាអត់ទាន់ស៊ីអាហារពេលព្រឹកនោះទេវាឃ្លានខ្លាំងណាស់ជាងវាសុំឲ្យឈីម៉ូនឹងបកលនៅក្របថ្នាំព្រលឹងភ្លើងក្រហមឲ្យខ្លួនទើបវាអាចមានកម្លាំងធ្វើដំណើរបន្តទៀតតែពិតពួកគេមិនចង់ឲ្យនោះទេព្រោះថាលងផាំងនៅពេលដែលស៊ីម្ដងមិនតិចនោះទេឈីម៉ូក៏មិនមានជំរឿអ្វីដែរក៏បានដាក់នៅក្របថ្នាំព្រលឹងអណ្ដាតភ្លើងក្រហមនោះចូលទៅក្នុងចានធំមួយតែបានតែពាក់កណ្ដាលនោះទេឈីម៉ូមិនចង់ឲ្យវាខ្លាចទៅជាជ្រូកនោះឡើយព្រោះថាវាកាន់តែស៊ីគឺកាន់តែធន់តែវាក៏តទៅវិញទៀតថាវាត្រូវការធំធាត់ដែរហេតុអីក៏លោកម្ចាស់កាត់បន្ថយនៅអាហាររបស់ខ្លួនបានត្រឹមតែពាក់កណ្ដាលចានអញ្ចឹងឈិនម៉ូក៏បង្ខំឲ្យវាឆាប់ស៊ីឲ្យលឿនទៅព្រោះតែនិយាយមិនស្ដាប់នឹងក៏ហ៊ូលីនអឺក៏បានជួយបន្ថែមបើសិនជាឯងមិនស៊ីនោះឯងផឹកតែទឹកត្រជាក់ទៅបានហើយយើងនឹងយករបស់នេះមកវិញវាភ័យខ្លាំងណាស់ក៏បានទៅដណ្ដើមយកមកវិញយ៉ាងលឿនវាខានស៊ីយូរហើយចឹងណាក៏វាទ្រាំស៊ីគ្រាន់បើជាងកាត់បន្ថយអាហាររបស់វាឲ្យទៅជាងនេះស៊ីបដានៅតែរអ៊ូរទាំបណ្ដាមើលទៅវាអាចជាសល់តែស្បែកនឹងឆ្អឹងនោះទេបើស៊ីបែបនេះហ៊ូលីនអឺនឹងក៏បានស្រែកយ៉ាងលឺទៀតថាឯងបញ្ញាប់ស៊ីទៅមៀតធំតែខ្លាចហ៊ូលីនអឺស៊ីរហូតដល់លិតចានពួកគេក៏បានបន្តដំណើរទៅខាងមុខទៀតមៀតរបស់លងផាំងកាន់តែរីកធំទៅព្រោះតែស៊ីច្រើនពេកប៉ុណ្ណឹងវានៅតែថាមិនទាន់ឆ្អែតទៀតឈិនមកក៏បានងាកទៅខាងក្រោយក៏បានឃើញនៅព្រលឹងនៃពូមួយក្បាលក៏ដឹងទីថានេះគឺជាមនុស្សរបស់ក្រុមឡុងជាណាន់ដែលពួកគេកំពុងតែតាមខ្លួនបញ្ជាឲ្យលងផាំងនឹងបន្ថែមល្បឿននៃការទៅលឿនហ៊ូលីអូក៏សួរទៅកាន់លោកម្ចាស់របស់ខ្លួនទៀតថាហេតុអីក៏ពួកវាមិនត្រឡប់ទៅផ្ទះតែរៀបចំនៅវិធីចូលឆ្នាំអញ្ចឹងខ្វល់តែចង់សម្លាប់លោកម្ចាស់ក៏តទៅវិញទៀតថាមិនត្រឹមតែសម្លាប់ខ្ញុំនោះទេពួកវាចង់ឲ្យអធិរាជស្លាប់ដូចគ្នាផងដែរធ្វើហ៊ូលីអូភាពឲ្យជាខ្លាំងផែនការរបស់ពួកវានឹងគឺចង់ឲ្យ Ground Prince ឡើងសំណងតំណែងបន្តពីអធិរាជបច្ចុប្បន្នហើយរងចាំដល់ទីប្រឹក្សាអធិរាជត្រឡប់ទៅកាន់រាជវាំងវិញពួកវានឹងរៀបចំនៅផែនការដើម្បីឲ្យ Ground Prince ឡើងសោយរាជបន្តតែម្ដងបើសិនជាទីប្រឹក្សាចិត្តទន់ហើយគាត់ក៏មិនអាចទៅជ្រៀតជ្រែកនៃកិច្ចការនៅក្នុងរាជវាំងបានដែរព្រោះតែនេះគឺជាការសម្រេចចិត្តរបស់ទីប្រឹក្សាបើសិនជាអធិរាជសោយទីមង្គលពួកគេមិនមានជំរឿអ្វីក្រោយឲ្យពី Ground Prince ឡើងសោយរាជនោះទេអញ្ចឹងឈិនម៉ូមានផែនការមួយគាត់ទៅតែសម្លាប់នៅ Ground Prince ដោយខ្លួនឯងដើម្បីបញ្ជៀសនៅបញ្ហាមួយនេះហើយគាត់អាចជាអញ្ជើញនៅទីប្រឹក្សាអធិរាជធ្វើជាស្ដេចមេឃាទី4នៃបបិសាយសួររបស់គាត់ថែមទៀតជាមួយនឹងកម្លាំងរបស់ពួកគេបច្ចុប្បន្នប្រកាសជាមិនអាចសម្លាប់នៅអធិរាជបានទេហើយគាត់ក៏មិនដឹងអំពីទីតាំងដែលទីប្រឹក្សាទៅនោះដែរមានរឿងជាច្រើនដែលបានកើតឡើងដែលក៏មិនទាន់ដឹងពីមូលហេតុពិតប្រាកដលងផាំងក៏បានហោមកដល់ព្រៃមួយកន្លែងដូចជាព្រៃស្មោសានកន្លែងកប់ខ្មោចអញ្ចឹងទីនោះគឺមានដើមឈើធំជ្រងច្រាំងពេលនេះគឺជាពេលរសៀលនៅមានពន្លឺថ្ងៃនៅឡើយតែជាក់ស្ដែងដោយសារតែដើមឈើធំដែលបានបិទបាំងនៅពន្លឺព្រះសូរ្យាជះចូលទៅទីនោះឈិនម៉ូឃើញកន្លែងនេះហើយគាត់ក៏បាននឹកឃើញទៅដល់ដែនដីងងឹតដែលគាត់ធ្លាប់ធ្វើដំណើរទៅពីមុនគឺវាស្តៀងគ្នាខ្លាំងមែនទែនអតិទេពបិសាចទូធានក៏បានរៀបរាប់អំពីលហិតអតិទេពហើយនឹងបិសាចដែលវានៅគ្របដណ្ដប់ពីពេញនៃជ្រលងភ្នំទាំងមូលវាធ្វើការបញ្ជាក់អំពីលហិតអតិទេពហើយនឹងលហិតបិសាចបើសិនជានរណាអាចស្រូបនៅលហិតទាំងពីរក្នុងពេលតែមួយបានពេលនោះពួកគេនឹងប្រែក្លាយទៅជា
ជីវិតដែលមានធម្មពលចាំងខ្លាំងក្លាមានន័យថាផ្ទុកនៅធម្មពលបិសាចផងនិងអាទិទេពផងសូម្បីតែអាទិទេពទូធានដូចគ្នាទឹកមុខរបស់វាក៏គួរខ្លាចដែលធ្វើឲ្យ Julio នឹងផិតភ័យជាខ្លាំងក៏ឲ្យឈិនម៉ូនឹងបញ្ញាចាក់ចេញពីទីនេះទៅកុំនៅលេងយូរពេកឈិនម៉ូក៏ចងចាំទៀតថាបកកម្ពូលជាច្រើនត្រូវបានការពារដោយស្នាបារានឈៀនជីគឺជាបកមួយហើយនៅផ្នែកទាំងសងខាងនៃស្នាបារានឈៀនជីនេះដែរគឺមាននៅចលងភ្នំស្ពានគូជើដែលត្រូវបានបំផ្លាញអស់ទៅហើយដើម្បីជាឲ្យផុតពីអាវុធអាទិទេពនេះពួកគេត្រូវតែឆ្លងកាត់នៅផ្លូវមួយឈិនម៉ូក៏បានបន្តដំណើរទៅកាន់មុខទៀតដែលពួកគេដើរថ្មើរជើងយឺតខណៈពេលនោះក៏បានឃើញនៅបង្គោលថ្មដែលបានឆ្លាក់ឈ្មោះនៅទីនោះថែមទៀតដែលតាមពិតទៅនេះគឺជារូនបង្ក្រាបបិសាចនៃបកបិសាចសួរបង្គោលថ្មដែលទាំងអស់នេះត្រូវបានបន្សល់ទុកដោយកូនសិស្សនៃបកបិសាចសួរដែលពួកគេធ្លាប់ឆ្លងកាត់ទីនេះតាំងតែពីយូរណាស់មកហើយមើលទៅអាចជាពួកគេបានជួបជាមួយនឹងពួកបិសាចនៅតាមផ្លូវឈិនម៉ូដើរទៅមុខបន្តិចនឹងក៏បានងាកមកវិញយ៉ាងលឿនដូចជាមានអ្វីនៅពីក្រោយក្នុងរបស់ពួកគេតែបែរជាមិនបានឃើញអ្វីនោះទេក៏បានងាកទៅខាងមុខបន្តដំណើរទៅទៀតបង្គោលថ្មនោះក៏ចាប់ផ្ដើមញ័រជាខ្លាំងទីនោះគឺមាននៅដើមឈើងាប់ដ៏ធំមួយនៅចំកណ្ដាលបឹងតែម្ដងហើយនៅជុំវិញនៃបឹងដែលព័ទ្ធនៅខាងក្រៅបឹងនោះដែរគឺមាននៅបង្គោលថ្មដែលជាច្រើនពួកគេសង្ស័យអាចจะមានការប្រើប្រាស់នៅក្បួនដើម្បីឃុំឃាំងនៅបិសាចនៅទីនេះលើដើមឈើដូចជាមានវល្លិចម្លែកម្យ៉ាងកំពុងតែរត់ដូចជាសត្វពស់ឮសំឡេងរបស់មនុស្សស្រីម្នាក់ស្រែកឲ្យពួកគេជួយដែលនេះកំពុងតែលងទឹកលងផាំងក៏សួរដោយការងឿងឆ្ងល់ទៀតថាហេតុអីក៏មានមនុស្សមកមុជទឹកនៅទីនេះហ៊ូជីនអឺប្រាប់ថានេះមិនមែនមុជទឹកនោះទេនេះកំពុងតែលងទឹកតែលងផាំងថាបើសិនជាលងទឹកពិតមែនហេតុអីក៏ដោះសម្លៀកបំពាក់ចេញអញ្ចឹងខណៈពេលដែលមានវល្លិឈើជាច្រើនចំពោះមករនាងរំដៃហើយនឹងជើងនេះបន្តស្រែកឲ្យឈិនមើលនឹងជួយខ្លួនផងជាងកាយត្រូវបានទាញទម្លាក់ទៅក្នុងបឹងភ្លាមនៅក្នុងរូបភាពមួយទៀតឈិនម៉ូដូចជាសិទ្ធិនៅក្រោមការគ្រប់គ្រងនៃរូបភាពបំភាន់ដែលម្នាក់នោះមិនមែនជាមនុស្សនោះទេវល្លិឈើទាំងអស់នោះដូចជាខ្លួនប្រាណរបស់នាងកំពុងតែបញ្ជាមករឈិនម៉ូរាងកាយជាច្រើនចូលមករគាត់យឺតវាគេចាប់ផ្ដើមរំនៅខ្លួនប្រាណទាំងមូលប៉ុន្តែនៅផ្នែកខាងក្រៅឈិនម៉ូកំពុងតែដើរយឺតចូលទៅក្នុងបឹងពួកគេមិនអាចទៅខាត់ឈិនម៉ូបានទេដោយសារតែវល្លិឈើនោះចូលមករាំងផ្លូវវិស័យនោះត្រៀមនឹងចាត់ការឈិនម៉ូទៅហើយក៏បានលើកជើងខាងស្ដាំជន់បំពងវាបន្តិចលោកដៃច្បាច់កនាងជាប់ក៏សួរបញ្ជាក់ទៀតថាតើរុក្ខជាតិទាំងអស់នេះវាគឺជាដៃឬក៏ជើងរបស់នាងក៏សួរទៅវិញទៀតថាហេតុអីក៏ឯងអាចទីត្រូវឈិនម៉ូក៏ប្រាប់ទៀតថាដើមឈើដែលនៅទីនេះគឺវាងាប់បាត់ទៅហើយក៏ប៉ុន្តែឬរបស់វាបែរជាមានជីវិតនេះប្រហែលជាវាបានស្រូបនៅលហិតអាទិទេពហើយនឹងបិសាចដែលនៅទីនេះលហិតទាំងអស់ត្រូវបានស្រូបដោយឫសនៃឈើដែលនៅទីនេះអស់ទៅហើយបង្គោលសសរថ្មទាំងអស់នោះត្រូវបានដាក់ដើម្បីឃុំឃាំងនៅសត្វចម្លែកតែមួយនោះគឺជាបិសាចឬឈើនេះស្ដាប់ចប់ក៏បានមួយចូលទៅក្នុងទឹកយឺតក៏មានការសង្ស័យថាឈិនម៉ូគឺជាសមាជិកមកពីបកបិសាចសួរហ៊ូជីនអឺក៏បានប្រកាសប្រាប់ទៅកាន់បិសាចស្រីនោះទៀតថាលោកម្ចាស់របស់យើងគឺជាមេបពិសិដ្ឋនៃបបិសាចសួរនេះមានការចាប់អារម្មណ៍ជាខ្លាំងក៏បានងើបចេញពីផ្ទៃទឹកវល្លិឈើទាំងអស់នោះពិតជាផ្នែកនៃដៃជើងរបស់នាងពិតមែនខ្លួនប្រាណឡើងទៅលើយឺតដូចជាសត្វពស់នាងក៏បានរំលឹកទៅកាន់អតីតកាលពី600ឆ្នាំមុនគឺមាននៅមេបពិសិដ្ឋម្នាក់មិនមែនជាមនុស្សនៅទីនេះនោះទេដែលវាបានដាក់នៅបង្គោលថ្មឃុំឃាំងខ្លួននៅក្នុងតំបន់ដាច់ស្រយាលមួយនេះដែលធ្វើឲ្យនាងរងទុក្ខជាខ្លាំងវល្លិឈើក៏បានផុសចេញមកកាន់តែច្រើនជាមួយនឹងរាងកាយរបស់នាងទឹកក៏មានរំជួយយ៉ាងខ្លាំងទោះបីជាខ្លួនប្រាណរបស់នាងត្រូវបានឃុំឃាំងដោយត្រានៅទីនេះក៏នាងនៅតែអាចចាត់ការឈិនម៉ូបានរាងកាយនៅតែបន្តផុសពីផ្ទៃទឹកជាបន្តដោយខាតនាងត្រូវតែសងសឹកជាមួយនឹងមនុស្សមកពីបបិសាចសួរតែគូសិក្សាសាច់រឿងរបស់យើងក៏ស្លែតែប៉ុណ្ណេះ